ការឆ្នាំ2023ចុង2023ខ្ញុំបាននិយាយដែររឿងពាក់ព័ន្ធយក9ចូលក្នុងឆ្នាំ2024មិនមានភាព stable ទេ2024 25 26 27មិនទាន់មានភាព stable ទេចូលដល់28បានពិភពលោកចាប់ដើមរៀង stable ស៊ាំជាមួយនឹងបានយកព្រោះដោយសារបើយើងនិយាយខ្លីគឺផែនដីដូរកន្លងអញ្ចឹងផែនដីដូរកន្លងពេលដែលដូរកន្លងអាភ្លាមហ្នឹងគឺវាអត់ទាន់ទទួលអត់ទាន់ stable អត់ទាន់ចូល block អញ្ចឹងវាត្រូវ close ខ្លងអញ្ចឹងយើងគិតមើលថារៀងរាល់ពេលដូរយកម្ដងគឺនឹងមានបញ្ហាធំកើតឡើងជាមួយពិភពលោកចា2024 25 26 27ត្រៀមខ្លួន4ឆ្នាំហ្នឹងអញ្ចឹងអ្នកដែលទប់ខ្លួនហ្នឹងអាចបន្តបានហើយឱកាសខ្លាចជាអ្នកមានបានតែទប់មិនហ្នឹងអ្នកមានក៏ធ្លាក់ខ្លួនក្រដែរអញ្ចឹងសម្ដីនេះខ្ញុំស្គាល់និយាយថាពី2023ណាអ្នកមានក៏អាចធ្លាក់ក្របានដែរនៅក្នុងយុគមួយពេលដូរយុគនៅ social media គេយកពាក្យសម្ដីរបស់អ្នកគ្រូដែលមានប្រសាសន៍ហ្នឹងទៅកាត់ពេលដែលគេចាមហាសិទ្ធិចិនម្នាក់គឺគ្រូតែពេលហ្នឹងខ្ញុំនិយាយយូរហើយមិននិយាយទេនេះចាមិនថាតតែពេលមានហើយបានទេខ្ញុំនិយាយគុំនិយាយមុនដល់ខ្ញុំនិយាយពី2000ឆ្នាំមុនសឹងតែគ្រប់អេពីសូតដែលមានវត្តមានរបស់អ្នកគ្រូតែងតែរំលឹកជានិច្ចឲ្យបងប្អូនទាំងអស់ប្រុងប្រយ័ត្នបាទព្រោះថាចូលមកដល់យុគថ្មីអ្វីៗទាំងអស់គឺអត់ទាន់នឹងណទេបាទចាព្រោះថាធម្មតាពេលដូរយុគសម័យមួយបញ្ហាដែលកើតឡើងភាគច្រើនទៅលើអ្នកដែលមានអំណាចនិងអ្នកដែលរកស៊ីធំឬក៏ស្ថិអញ្ចឹងក្លុកពេលហ្នឹងគឺពេលដែលក្លាប់ចាស់អញ្ចឹងអ្នកខ្លះគាត់ដូចករណីថាគាត់ថាគាត់មានហើយគាត់ខ្វល់ហើយគាត់មិនជឿទេនិយាយអញ្ចឹងគឺអាផ្លេតហ្នឹងគឺធ្វើឲ្យអស់ពីខ្លួនមកហើយមានករណីច្រើនកើតឡើងអ្នកខ្លះគាត់មានលុយរាប់រយលានប៉ុន្តែហេតុអីបានទៅជាជំពាក់គេរាប់រយលានហើយរត់ចោលស្រុកក៏មានដែរអាហ្នឹងគឺករណីការបដូរយុគគឺបាត់ហ្នឹងអញ្ចឹងការបដូរយុគហ្នឹងទី1ពាក់ព័ន្ធនឹងធម៌ពលរបស់ឋានដីនិងតារាសាស្ត្រដូរកន្លងទី2មកពីភ្នូដូនតាទី3ផ្ទះរបស់យើងអញ្ចឹងករណី3ហ្នឹងប្រយ័ត្នមែនតើអញ្ចឹងមកគេថាឆែកមើលផ្ទះខ្លួនឯងណាតើផ្ទះរបស់យើងហ្នឹងហេងនៅក្នុងយុគណាបើហេងនៅក្នុងយុគ8ចុះយុគ9ហេងអត់ចាយើងរកស៊ីហេងខ្លាំងជោគជ័យខ្លាំងក្នុងយុគ8មិនប្រកាសថាយុគ9យើងជោគជ័យទេបាទចាអញ្ចឹងករណីកើតឡើងសំខាន់ផ្ទះយើងហេងយុគណាខ្លះទៅឆែកមើលថាហេងក្នុងយុគ8ឬក៏ហេងក្នុងយុគ9ភ្នូដូនតាជួយកូនចៅរកស៊ីមានបាននៅក្នុងយុគ8ឬក៏យុគ9ឬមួយក៏គ្រប់យុគអាហ្នឹងគឺសំខាន់ណាស់អញ្ចឹងយើងមើលការនៅយុគ7ដូចគ្នាអុកញ៉ាចំនួនយុគ7ណាចូលទៅដល់យុគ8អុកញ៉ាដែលល្បីថារលុយបាននៅក្នុងយុគ7ហ្នឹងចូលដល់យុគ8ហាត់អីបាត់ឈ្មោះអញ្ចឹងអុកញ៉ានៅក្នុងយុគ8សថិមហាសថិយុគ8គឺចេញបោះស្វ័យឥឡូវចូលទៅដល់យុគ9ច្បាស់អត់ថាអ្នកដែលជោគជ័យនៅក្នុងយុគ8អាចឈរជើងនៅក្នុងយុគ9បានចាប៉ុន្តែអ្នកដែលឈរជើងបានគេអត់ដឹងរឿងទេបានន័យថាត្រៀមជើងព្រួលពីក្រោមហើយអញ្ចឹងក្នុងចំណុចនេះខ្ញុំចង់និយាយទៅដល់មហាសថិម្នាក់នៅហុងកុងចាគេរៀបចំជើងព្រួលគេហើយបាត់ហើយចាអញ្ចឹងគេដឹងថាអីចំនួនយុគ7គាត់ត្រូវតែជាសថិយុគ8ក៏ត្រូវជាសថិយុគ6ក៏ត្រូវជាសថិកូនរបស់គាត់កើតមកក៏ត្រូវតែជាសថិដែរអញ្ចឹងគេរៀប plan ហើយចាមិនមែនដើរបែបលក្ខណៈតាមវាសនាទេអាហ្នឹងគឺចឹងមហាសថិគឺគេសុទ្ធតែមាន master ហ្វុងស៊ុយជំនាញប្រចាំជីវិតរបស់គេភាសាគេចាហើយក៏អត់ងាយជួបដែរហ្នឹងអញ្ចឹងបើយើងចូលឲ្យជ្រៅបានយើងដឹងថានៅពីក្រោយភាពជោគជ័យរបស់ពួកគាត់មិនធម្មតាទេអ្នកណាខ្លះដែលនៅ behind គាត់នៅពីក្នុងគាត់ជា consultant ជា advisor ឲ្យគាត់ហ្នឹងចាអញ្ចឹងចំណុចនេះស្រុកខ្មែរយើងក៏មានដែរស្រុកខ្មែរក៏មានដែរគេថាហេតុអីបានបញ្ហាកំពុងតែមានតែគាត់បែរជានៅតែថាត់ថេហើយគាត់នៅតែជោគជ័យតែអ្នកខ្លះផ្កើនឡើងមកពឹបផ្កើនចាប់ដើមកលាក់ចាក់អាហ្នឹងពិបាកមិនបាច់រកទេវតាណាជួយទេហ្នឹងចឹងចាអញ្ចឹងមិនថាជោគ9អត់ឲ្យមានគេហៅមោទនភាពជ្រុលមើលគេស្ថានភាពគេថាអីតែវាអីរហូតព្រោះភ្លើងពេលវាទៅឆេះហើយអានេះចឹងអញ្ចឹងគេថាយុគ9គេអត់ឲ្យយើងមោទនភាពជ្រុល show off ជ្រុលចាហើយគេហៅមើងងាយអ្នកដតីក៏អត់ដែរចំណុចហ្នឹងអញ្ចឹងយើងត្រូវធ្វើម៉េចគុណធម៌ត្រូវតែមានសច្ចធម៌ក៏ត្រូវតែមានចានិយាយពិតធ្វើពិតអាហ្នឹងគឺអូខេតែយុគ8និយាយអត់សច្ចក៏នៅតែហេងដែរពួកដោយសារមានអីយុគដីប្រភេទយុគ8គឺយុគដីធម្មតាមានអីទៅប្រចាឃើញអញ្ចឹងអានេះអាក្រក់ក៏មើលឃើញល្អអ្នកល្អតែអាក្រក់មើលលោកឡំគ្នាមិនដឹងមួយណាល្អអាក្រក់ឯងធ្វើអាក្រក់ក៏បានលុយដែរចាតិចដី1 ក្រេ$50លក់បាន500 1000ហ្នឹងចឹងចាប៉ុន្តែសួរថាយុគ9ចឹងឯងគឺអត់ទេតែចឹងទៀតហ្នឹងចឹងចឹងបរិបត្តិនៃការរស់នៅពីមួយយុគសម័យទៅមួយយុគសម័យបើយើងតាមអត់ទាន់យើងបាត់ខ្លួនអត់ទាន់ទេគឺយើងបរាជ័យហើយចឹងបាទចានិយាយពីចំនួនយុគអញ្ចឹងខ្ញុំអត់ដឹងថាតើបងប្អូនគាត់និយាយបែបលេងសើចឬក៏គាត់អត់ដឹងព្រោះបងប្អូនណាដល់ថាបងឲ្យតែយុគ9ហ្នឹងឲ្យដឹងពីសន្តានរបស់មនុស្សគាត់រហូតបន្តដល់យុគ10ទៀតខ្ញុំឃើញគាត់និយាយចឹងដែរគាត់ដឹងថាគាត់និយាយកំ pl លេងព្រោះខ្ញុំមាន9អត់មានយុគ10ទេអាចឲ្យគ្រូជួយជំរាបលេងខ្សែយុគហ្នឹងគឺយុគកៈយុគសម័យហើយភាសាអង់គ្លេស period គេហៅ period អញ្ចឹងក្នុងក្បួនតារាសាស្ត្រហ្នឹងគេមាន9 period 1រហូតដល់ period 9បានន័យថាយុគ1រហូតដល់យុគ9អញ្ចឹងចូលដល់យុគ9គឺបកត្រឡប់មកយុគ1វិញអញ្ចឹងអត់មានយុគ10ទេចាហើយយុគហ្នឹងគឺយុគសម័យចាយុគកៈសម័យហ្នឹងសម័យអីគេដូចសម័យយុគ1ឧទាហរណ៍ថាយុគ1
អេរយាប័តរបស់មនុស្សបែបណាយក9អេរយាប័តមនុស្សបែបណាយក8បែបណាយក7បែបណាអញ្ចឹងយក6បែបណាអញ្ចឹងយក6យក7យកសង្គ្រាមចាសង្គ្រាម ពី6 ចាតែយក6យក7គឺយកសង្គ្រាមសម័យប៉ុលពតណា ចាមែន ចា មែន អញ្ចឹង ចឹងគ្រូបើសិនជាអាចឲ្យឈ្មោះយកមួយបានគ្រូឲ្យឈ្មោះយក9នេះជាយកអីគេ យក9នេះគឺយកភ្លើង ភ្លើង ចា ភ្លើងអាចជាវិជ្ជមាននិងអវិជ្ជមាន ភ្លើងទាំងវិជ្ជមានទាំង ទាំង អ ពី វិជ្ជ រ មាន មកទាំងពីរ មកទាំងពីរគ្រប់យុគសម័យទាំងអស់មានយិនហើយនឹងយ៉ាង ចា មានល្អនិងមានល្អ ចា ចាអញ្ចឹងឧទាហរណ៍ថាយក9ចំណុចល្អគឺឆ្លោះបង្ហាញឲ្យឃើញពិតស្ដែងថាធម្មតាពន្លឺព្រះអាទិត្យភ្លឺចាញ់ចាយធ្វើឲ្យយើងមើលឃើញគ្រប់សត្វលោកគឺមើលឃើញទាំងអស់នៅធាតុពិតល្អឬមិនល្អចាអញ្ចឹងយក9ហើយយក9អ្នកសម្ដែងធ្វើអាក្រក់លាក់ចិត្តអានឹងគឺអញ្ចឹងយក8យកដីមានពន្លឺណាយក8យកដីគេដើរជន់តែអីប្រភេទជាអចលនៈទ្របអញ្ចឹងសម្ដែងក៏គេមើលអត់ដឹងដែរលើកលែងតែយើងនឹងគឺគេហៅប្រើគេហៅសង្កេតការសង្កេតឲ្យបានកាន់តែច្បាស់បានយើងដឹងពីសន្តានរបស់មនុស្សតែយក9នេះគឺសម្ដែងឲ្យយើងឃើញសម្ដែង បាទព្រោះថាចៃដនក៏ចំជាមួយនឹងឆ្នាំមមីដែលជាទីភ្លើងទៀត ឆ្នាំនេះគឺរញ៉ៃខ្លាំងគឺពាក់ព័ន្ធនឹងការលាបពណ៌ បាទគ្រូ ចាការលាបពណ៌អ្នកខ្លះគាត់បានធ្វើខុសតែគេក៏លាបពណ៌គាត់ដែរប៉ុន្តែអ្នកខ្លះគាត់ធ្វើខុសមែនតែក៏លាក់ចិត្តដែរអានេះអញ្ចឹងអញ្ចឹងគេហៅមកនិយាយខ្ញុំ2026នេះក៏និយាយទៅគួរឲ្យខ្លាច បាទ គួរដោយសាររឿងដែលវាមិនគួរកើតវានឹងកើត ហើយឃើញមនុស្សចិត្តក្តៅសូម្បីតែអ្នកដឹកនាំពិភពលោកជួបគ្នាច្រើន ចា2026នេះគឺជាឆ្នាំសង្គ្រាមចាអ្វីដែលប្រឈមយើងបារម្ភរឿងសង្គ្រាមលោកលើកទី3បារម្ភខ្លាំង អាចនៅតំបន់ខ្លះ នៅមាននៅក្នុងសភៅ ចា ចាអញ្ចឹងមិនថាយើងតម្រាំតែវា stable មកវិញ2028អញ្ចឹងយើងត្រូវតែត្រៀមខ្លួនមានអាវក្រោះការពារខ្លួន ចា ចាមានអាវក្រោះការពារខ្លួន2026 2028អូខេ3ឆ្នាំតាំងហើយ មានគុណធម៌ធ្វើល្អខំការក៏ពិតជោគជ័យនិងសុភមង្គលក្នុងជីវិតងាយយល់គ្រាន់តែ ពេលវេលានេះគឺយើងគិតថាបើយើងចង់ខ្លាយទៅជាសទ្ធីដោយជន់គេជន់ឯងនៅក្នុងឆ្នាំ2026នេះបរាជ័យទៅអស់ចាអត់អាចនឹងលាក់គេចិត្តទេអញ្ចឹងគេថាភាពលុបលុននៅក្នុងឆ្នាំ2026បរាជ័យតែបើសិនជាយើងធ្វើអ្វីដោយចិត្តបេះដូងស្មោះត្រង់អានឹងយើងជោគជ័យវិញអានឹងចា បាទ ចាអញ្ចឹងមិនថាយក9ឆ្នាំមមី ឆ្នាំភ្លើងសេះភ្លើងគេហៅសេះភ្លើងវាជាឆ្នាំដែលគួរឲ្យខ្លាចបើសិនជាករណីយើងអត់ប្រយ័ត្នទេបរាជ័យគឺធ្ងន់ធ្ងរហ្នឹងចឹង អ្នកដែលរស់ស៊ីក៏ត្រូវចាត់ប្រយ័ត្ន អ្នករស់ស៊ី ចំណាយ ជាពិសេសអ្នកដែលកើតនៅក្នុង DT បានន័យថាកើតនៅក្នុងខែធាតុទឹក បាទ ចាធាតុទឹកស៊ីភ្លើងជាលៀបប៉ុន្តែបើធាតុទឹកខ្សោយខ្លួនឯងខ្សោយហើយយើងទៅចង់ស៊ីភ្លើងអាហ្នឹងគឺការលោភលន់នៃការដាក់ទុនផ្សេងៗហ្នឹងគឺបរាជ័យកើតនៅក្នុងខែធាតុទឹកអាហ្នឹងចឹងចា ចឹងបើសិនជាគាត់មាន DT ធាតុទឹកចង់ចាប់ដើមអាជីពអីឬក៏ចង់តម្លាក់ទុនអីលុយច្រើនអីគួរតែគិតឡើងវិញដែរ check សិនថាតែពេលណាយើងគួរដាក់ទុនអ្វីដែលយើងធ្លាប់ធ្វើពីមុនមកបានហើយយើងរក្សាអ្វីដែលយើងមានហ្នឹងឲ្យកាន់តែល្អទៅតែកុំពរិចថែមក្នុងពេលហ្នឹងអញ្ចឹង ពេញមួយឆ្នាំហ្នឹងណាគ្រូណាមិនពេញមួយយប់ ពេញមួយឆ្នាំហ្នឹងដែលដាក់ខ្លាំង ចាចា ចាហើយមួយទៀតគេហៅថាអត់ចាំបាច់ចង់ខ្លាចជាអ្នកមានទេតែធ្វើម៉េចក៏ដោយសុំឲ្យរក្សាអ្វីដែលមានបច្ចុប្បន្នហ្នឹងឲ្យល្អឲ្យបានថេសិនក៏ខ្លាចតែយើងហក់វឹបឡើងលើវាធ្លាក់មកវិញជ្រោះហ្មងមិនមែនធ្លាក់ធម្មតាធ្លាក់ជ្រោះហ្មងគឺពិបាកនឹងកែហ្នឹងអញ្ចឹង ចា អ្វីដែលសំខាន់គឺក្នុងយុគនេះហើយក៏ដូចជាឆ្នាំមមីនេះផ្ទាល់គឺគួរតែមានការប្រុងប្រយ័ត្នបានខ្ពស់ហើយសម្រាប់បងប្អូនដែលមានការចាប់អារម្មណ៍លើខ្លួនឯងបាទនៅពេលដើមឆ្នាំអីនេះបើសិនជាអត់សូវល្អទេគួរតែមើលហុងស៊ុយផ្ទះមើលហុងស៊ុយភ្នូដូនតាឬក៏អ្វីរិស័យរបស់គាត់ទៀតដើម្បីព្យាយាមថាទប់កុំឲ្យមានការ ចំណុចនេះយើងមើលថាសេដ្ឋីក៏រិស័យដូចយើងដែរ បាទគ្រូ ធម្មតារិស័យរបស់មនុស្សមានឡើងមានចុះគេហៅ graphic ជីវិត តែ graphic ជីវិតហ្នឹងគេមានឡើងមានចុះអញ្ចឹងគ្រប់គ្នាមនុស្សដែលកើតឡើងនៅលើផែនដីនេះរិស័យគឺអត់មានឡើងទៅអញ្ចេះទេគឺមានឡើងចុះគេហៅរលកព្រំលិខិតរលកជីវិតនឹងជួបរឿងអីឈឺអីគឺមានស្រាប់ហើយក្នុងរិស័យរបស់យើងគឺមានកំណត់ស្រាប់ហើយប៉ុន្តែនៅពេលដែលយើងដឹងមុនយើងព្យាយាមបញ្ជា បាទ ចាព្យាយាមបញ្ជាហើយយើងរកមធ្យោបាយបញ្ជាឲ្យបានតែបញ្ជាហ្នឹងមិនមែនបានន័យថាយើងអត់ជួបបញ្ហាទេជួបឧទាហរណ៍ថាជួបរឿងធំតែយើងមកជួបតែតូចវិញយើងកែមករឿងតូចវិញបើយើងទៅបង្ខាត់1លានពេលយើងដឹងមុនយើងបង្ខាត់ត្រឹមតែ 100000 ទេតែមិនមែនបានន័យថាយើងអត់បង្ខាត់ទេប៉ុន្តែបើសិនជាករណីថាឆ្នាំនេះយើងហេងដាក់ទុនទៅចំណេញ100000ឧទាហរណ៍តែដល់ពេលយើងដាក់ទៅយើងអាចចំណេញដល់500000ទៅ1លានវិញអាហ្នឹងគឺថាពេលដែលឡើងចាប់ឱកាសឲ្យបានពេលដែលធ្លាក់ទប់ខ្លួនឲ្យបានប៉ុន្តែសួរថាបើមនុស្សយើងទូទៅដឹងទេថាពេលណាឡើងពេលណាធ្លាក់គឺអត់ដឹងទេចា តែឲ្យរៀនហ្នឹងសូត្រឲ្យដឹងឲ្យចេះ ការរៀននេះបើរៀនត្រឹមតែមិនដឹងមើលខ្លួនឯងស្រួលរៀនទេ ចា ចាតែបើរៀនកែអាហ្នឹងអត់ពិបាកភាគច្រើនគឺរៀនដឹងនិយាយទៅគឺធ្វើឲ្យមនុស្សខ្លាចប៉ុន្តែបើសិនជាយើងរៀនកែវិញយើងជួបយើងដឹងថាគាត់មានរឿងហ្នឹងកើតឡើងនឹងមានរឿងហ្នឹងកើតឡើងតែយើងរកដំណោះស្រាយរបស់គាត់ធ្វើម៉េចកុំឲ្យរឿងហ្នឹងកើតឡើងឬក៏រឿងហ្នឹងកើតឡើងធំប៉ុន្តែយើងរកដំណោះស្រាយយ៉ាងម៉េចឲ្យគាត់ជួបរឿងហ្នឹងតែតិចតួចទេចាអាហ្នឹងអញ្ចឹងអារៀនកែនេះគឺយើងប្រើពេលវេលាយូរណាស់ចាហើយទៅមានការអនុវត្តការ practice
ពីគ្រូផ្ទាល់ហ្នឹងគឺពិបាកយើងពិបាករកគ្រូបរៀនចាតែបើសិនជាបើយើងរៀនត្រឹមតែទ្រឹស្ដីវិញចាញ់ទ្រឹស្ដីមកពុបអានហើយពុបភ័យខ្លួនបាត់រត់អត់ឃើញ បាទរកវិធីកែខ្លួនឯងអត់ឃើញ ចារកវិធីមិនមែនវិធីកែខ្លួនឯងឃើញអានទៅស្អីឲ្យគេអត់ដឹងថាកែគេមិន កាយមិន ចា ដឹងថាគេនឹងមានបញ្ហា ចាដល់ទៅពេលអ្នកដែលស្ដាប់ទៅពុបត្រឡប់ទៅវិញភ័យបាក់ទឹកចិត្តអានេះអញ្ចឹងនេះហើយជាមូលហេតុគេថាបើរៀនត្រឹមដឹងរៀនមើលខ្លួនឯងតែបើរៀនចេះកែចេះចាក់បានចាំកែឲ្យគេ ជួយមនុស្សបាន ចាអាហ្នឹងអញ្ចឹង ចុះអ្នកគ្រូបាននិយាយពីជោគវាសនាជីវិតមនុស្សដូចជាបងប្អូនលើនិយមប្រើ app My Destiny ហើយគាត់មើលទៅវ័យចរគាត់អាយុប្រហែលឃើញផ្កាយច្រើនឃើញផ្កាយទាំងអស់គ្រប់ឆ្នាំអញ្ចឹងគាត់បើគាត់ឃើញអញ្ចឹងហើយតែគាត់ថាមិនមិនធ្វើអីក៏មានលៀបអត់អីឬក៏យ៉ាងម៉េចវិញ គេថាសំខាន់មនុស្សជោគជ័យអាស្រ័យលើកត្តាមនុស្សទី1បើយើងដេកចាំវាសនាគឺអត់ទេមិនអាចខ្លាចជាអ្នកមានបានទេបើកត្តាមនុស្សមិនខ្លាំងអញ្ចឹងកត្តាមនុស្សហេតុអីបើថាបើមនុស្សអត់មានកត្តាមនុស្សខ្លាំងទេទោះបីជួបឱកាស100ដងទៀតក៏អ្នកនឹងមិនអាចខ្លាចជាអ្នកមានបានដែរក៏មិនអាចជោគជ័យបានដែរពួកអីគាត់ខ្ជិលបាត់ហើយហ្នឹងឱកាសប្រាប់ថានេះទៅធ្វើអានេះមួយបាន100000តែគាត់អត់ទៅធ្វើផងហ្នឹងធ្វើមិនបានអញ្ចឹង100000ហ្នឹងហោះមកគាត់មែន100000ហ្នឹងធ្លាក់ទៅលើមិនឲ្យគាត់មែនគឺអត់ទេអញ្ចឹងបានគេថាអូរៀបហងសុយមិនរកស៊ីអីទេមានហើយអាហ្នឹងគឺសម្ដីមនុស្សល្ងង បាទ ចាពួកអីក្នុងក្បួនគេនីមួយមិនថាក្បួនអីទេមនុស្សយើងគ្រប់យ៉ាងចង់ជោគជ័យអាស្រ័យលើខ្លួនយើងឧទាហរណ៍យើងមានបងយើងឬក៏ឪពុករបស់យើងជាមនុស្សដែលបកកែតែបើខ្លួនយើងមិនបកកែខ្លួនយើងមិនរៀនផងខ្លួនយើងខ្ជិលធ្វើការមួយថ្ងៃនៅតែផ្ទះសំបីតែងុយទឹកមិនតែងុយផងសួរថាគាត់មានទេគាត់បានលុយតែពីបងឲ្យបន្តិចហ្នឹងមកចាយមករស់ហ្នឹងទៅប៉ុន្តែសួរថាគាត់អាចជោគជ័យធំបានទេដោយសារកត្តាមនុស្សគាត់អន់ហើយជោគជ័យធំមិនកើតស្មាតោបើសិនជាបងស្លាប់ឬក៏ឪពុកស្លាប់អ្នកហ្នឹងក្របាត់ហ្នឹងចារស់គេហៅរស់បានមកគេហ្នឹងអញ្ចឹងសួរថារៀបហុងស៊ុយក៏ដោយធ្វើអីក៏ដោយបើកត្តាមនុស្សយើងមិនកែកុំរៀបហុងស៊ុយក៏កុំទៅកែអីទាំងអស់ព្រោះគ្មានទេវតាណាដែលអាចជួយយើងបានក្រៅពីខ្លួនយើងមិនទាន់ចេះជួយខ្លួនយើងទេតើតែខ្លួនយើងចេះជួយខ្លួនយើងបានទេវតាអាចជួយយើងបានអញ្ចឹងបើសិនជាយើងជួបគ្រូហុងស៊ុយដែលបកកែលក្ខណៈគេរៀបឲ្យអ្នកផ្សេងខ្លាចជាសទ្ធិចុះហេតុអីគាត់អត់អាចខ្លាចជាសទ្ធិបានមកពីកត្តាមនុស្សរបស់គាត់អត់ធ្វើចាគេប្រាប់ទៅធ្វើអញ្ចេះគាត់ទៅធ្វើអត់ផ្សេង បាទ គេប្រាប់ថាឆ្នាំនេះអត់អាចដាក់ទុនបានទេណាគាត់ទៅធ្វើទៀតអាហ្នឹងគឺចាប់ហើយ បាទ អាហ្នឹងអញ្ចឹងមកថាពេលខ្លះការគិតរបស់មនុស្សការស្វែងយល់របស់មនុស្សយើងវានឹងមានកម្រិតអ្នកខ្លះគាត់ខ្វះការដែល research មែនទេគ្រប់យ៉ាងមាននៅក្នុង website មាននៅក្នុង internet ទាំងអស់បើសិនជាយើងស្រាវជ្រាវហ្នឹងអញ្ចឹងព្រោះថាដូចពាក្យមួយនិយាយថាអ្នកជឿហុងស៊ុយសាក់អ្នកល្ងងខ្ញុំគាត់និយាយថាអ្នកជឿហុងស៊ុយសាក់សទ្ធិតែសទ្ធិជឿគឺជឿលើហុងស៊ុយដែលត្រឹមត្រូវមិនមែនជឿលើហុងស៊ុយប្រូណា បាទ មិនមែនជឿលើហុងស៊ុយfake ទេណាគឺអត់ទេអញ្ចឹងគេជឿគេមុននឹងជឿគេវិភាគមើលពិតឬមិនពិតតែសិនចាតែគេតែមិនមែនយើងថាអូគាត់គេថាអូដាក់នេះទៅពុកហេងអត់ទេចាដាក់ហេងតែអានេះដាក់ទៅតែអាហ្នឹងយកទៅដាក់នឹងផ្ទះទៅហេងចុះបើសិនជាខ្ញុំឧទាហរណ៍ថាតែអាហ្នឹងដាក់ផ្ទះខ្ញុំឧទាហរណ៍ទេណារបស់ដែលមានចលនាគាត់តែដាក់ផ្ទះគាត់មិនមែនគ្រូហុងស៊ុយប៉ុណ្ណាគាត់តែទិញរបស់ហ្នឹងយកទៅដាក់ផ្ទះដាក់ចំអាទិដែលមានទិវិបត្តិទិជំងឺទិអីពុកសួរថាហេងឬក៏ស៊ុយបំផ្លាញខ្លួនឯងគឺបំផ្លាញខ្លួនឯងហីចាហ្នឹងអញ្ចឹងឲ្យឃើញគេធ្វើអញ្ចឹងហេងធ្វើតាមគេតែភ្លេចមើលរិស័យរបស់យើងរិស័យរបស់យើងគេត្រូវមួយធាតុមាសរិស័យរបស់យើងត្រូវមួយធាតុភ្លើងហើយទៅធ្វើមកអស់លុយលើដើមហ្នឹងអញ្ចឹងមនុស្សម្នាក់មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងខ្លួនតែសំខាន់រកចំណុចខ្លាំងរបស់យើងឲ្យឃើញរកចំណុចខ្សោយខ្លួនយើងឲ្យឃើញបំពេញចំណុចខ្វះខាតខ្លួនឯងឲ្យបានកែកត្តាមនុស្សអញ្ចឹងបើសិនជាយើងខ្ជិលគាត់តែយើងខុសខ្ជិលយើងចាប់ដើមកែអនាគតយើងបានបាត់ហើយចាហ្នឹងអញ្ចឹងតែបើសិនជាយើងអត់ចេះគាត់តែយើងចាប់ដើមរៀនយើងក៏ចាប់ដើមមានចំណេះអញ្ចឹងមនុស្សដល់ពេលដែលចាប់ដើមមានចំណេះមានការវិភាគគឺនឹងមិនងាយជឿអ្នកណាទេតែកុំទឹកពេញកែវបាទអត់ទទួលចាតែទឹកពេញកែវគ្មានអ្នកណាខ្លាំងជាងខ្លួនឯងអត់ជឿគេគេនិយាយអត់ស្ដាប់អាហ្នឹងយ៉ាប់ហើយឡើងអត់រួចទេឡើងធំអត់រួចទេហ្នឹងទៅមនុស្សភាគច្រើនគឺទឹកពេញកែវហ្នឹងគឺពិបាកហើយអញ្ចឹងអ្នកគ្រូកន្លងមកតាមបទពិសោធន៍អ្នកគ្រូនៅពេលអ្នកគ្រូជួបអ្នកដែលមើលទូរស័ព្ទគាត់ទៅជាមនុស្សអត់មានកម្លាំងចិត្តទេណាកើតមកអត់ចង់ធ្វើអីចារហូតអ្នកគ្រូជួយគាត់និយាយមួយគាត់បែបមិនទៅបើជួបអ្នកអញ្ចឹង បើសិនជាយើងជួបអ្នកដែលគេហៅថាមិនមានភាពរីករាយក្នុងខ្លួនមិនចេះ enjoy life ណាមិនចេះ entertain មិនចេះ enjoy life ជីវិតគាត់គិតច្រើន stress ច្រើនទី1យើងត្រូវមើលសិនថាតើរិស័យរបស់គាត់ខ្វះអីចាបញ្ហាគឺខ្វះភាពរីករាយហ្នឹងអញ្ចឹងយើងបំពេញតែភាពរីករាយហ្នឹងរបស់គាត់គឺដោយសារអីយើងធម្មតាមើលរិស័យមិនមែនមើលឲ្យតែដឹងគាត់តែដឹងឆុងហេងឆុងស៊ុយឆុងមិនឆុងហ្នឹងទេបាទឆុងមិនឆុងហ្នឹងឆុងនិយាយថាអាហ្នឹងគេហៅហុងស៊ុយថ្នាក់បឋមទេអូឆុងអានេះឆុងអានោះអាហ្នឹងហុងស៊ុយថ្នាក់បឋមទេតែបើសិនជាយើងគេហៅដឹងរបៀបស៊ីជម្រៅយើងដឹងពីចំណុចខ្លាំងរបស់គាត់ថាគាត់ចំណុចខ្លាំងរបស់គាត់ជាស្អីបើចំណុចខ្សោយរបស់គាត់ជាស្អីគាត់ខ្វះអីគាត់ខ្វះនៅក្នុងការបញ្ចេញសមត្ថភាពគាត់ខ្វះ entertain ដែលធ្វើឲ្យគាត់ set ខ្លាំងធ្វើឲ្យគាត់សោកសៅធ្វើឲ្យគាត់គិតច្រើនអញ្ចឹងយើងទៅបំពេញអាចចំណុចខ្វះខាតរបស់គាត់នេះតើណែនាំឲ្យគាត់ធ្វើអីវិញបើគាត់កែតាមអ្វីដែលយើងណែនាំទៅអាហ្នឹងអូខេអញ្ចឹងមិនថាអ្នកហ្នឹងជួបគ្រូបកែប៉ុណ្ណាក៏ដោយគ្រូមានតួនាទីគាត់ចង្អុលបង្ហាញផ្លូវទេតែខ្លួនគាត់ចេះដើរអត់បើខ្ញុំប្រាប់ថាអូខេនេះទៅធ្វើបែបនេះល្អចេះក៏អត់បានធ្វើផងធ្វើមិនបានល្អគឺអត់ទេអាហ្នឹងគឺសំខាន់
យើងដឹងផ្លូវណាដែលយើងដើរទៅត្រូវយើងដើរទៅហើយដើរសាកមើលសិនយើងសាកមើលទៅថាល្អអត់បើល្អយើងដើរតទៀតតែបើមិនល្អយើងកុំអាហ្នឹងចឹងគ្រប់យ៉ាងអាស្រ័យលើខ្លួនយើងពិសោធន៍ខ្លួនយើងសិនអ្វីដែលគេនិយាយចេញមកក៏មិនទាន់អាចជឿតែពិសោធន៍សិនពិសោធន៍ហើយបើយើងឃើញថាប្រសើរឡើងចាំយើងជឿបើមិនប្រសើរទេមិនចាំបាច់ទេមិនចាំបាច់ជឿទេហ្នឹងចឹងចាចឹងគ្រប់យ៉ាងលើការពិសោធន៍ទេប៉ិតឬមិនប៉ិតល្អឬមិនល្អពិសោធន៍ទៅឃើញហ្នឹងគឺចឹង បាន ចឹង ផល បាន បាន ចាអញ្ចឹងបានចំណុចហ្នឹងយើងឃើញថាវិស័យហ្វុងស៊ុយនៅស្រុកខ្មែរមានការលោកឡំច្រើនចាទី1នៅពេលដែលកាលណាយើងរៀនត្រឹមទ្រឹស្ដីយើងខ្វះការអនុវត្តយើងអត់ដឹងថាយករូបមន្តអីមកប្រាំរូបមន្តអីយើងជួនកាលយើងដឹងរូបមន្តហាក់បឋមហាក់បឋមតែយើងអត់ដឹងអាស៊ីជម្រៅក្នុងវាយ៉ាងម៉េចអញ្ចឹងនៅពេលដែលកាលណាយើងរៀបចំខុសមានបញ្ហាមកចាប់ដាក់បាត់ទំនុកចិត្តតែមែនតើគេមានស្អីក៏គេមានវិធីកាយដែរ ចា ប៉ុន្តែសួរថាតើអ្នកដែលរៀនហ្នឹងបានរៀនដល់ចំណុចហ្នឹងនៅចាក៏មានតែឆុងនេះឆុងនោះឆុងក៏ឆុងភ័យបាក់សក់ បាទ ហ្នឹងចឹង ពូតាប្រវត្តិចិត្តសម្ពាធផងឬ ដាក់ប៉ប៉េថ្ងៃនេះស្លាប់ហើយអាហ្នឹងចំហើយ នេះក៏ជារឿងមួយដែលបារម្ភដែរអ្នកគ្រូព្រោះខ្លាចបងប្អូនយើងមួយចំនួនគាត់បានទៅរកគ្រូហុងស៊ុយដែលមិនមានវិជ្ជាជីវៈគ្រប់គ្រាន់ដូចជាមិនមានវិជ្ជាជីវៈត្រឹមត្រូវគាត់បែរជាអស់ជំនឿទៅលើគ្រូហុងស៊ុយដទៃទៀតដែលគាត់មានវិជ្ជាជីវៈ ចំណុចហ្នឹងហើយបាទខ្ញុំនិយាយថាមុននឹងជឿអីជឿដោយបញ្ញា បាទបាទ ជឿដោយការស្រាវជ្រាវមើលស្រាវជ្រាវសិនពិសោធន៍សិនកុំជឿស្វង បាទ ចាពិសោធន៍បានតើវិជ្ជាប៉ិតពិសោធន៍បានលើកលែងទៅវិជ្ជាខ្លាំងៗតែពិសោធន៍មិនបានហ្នឹងចឹងចា ចា បើសិនជាសំណួរខ្ញុំសួរនេះហាក់បីដូចជាសំណួររបស់កូនក្មេងម្នាក់ចុះអ្នកគ្រូថាតើហុងស៊ុយជាផ្នែកនៃជីវិតរបស់មនុស្សយើងប្រហែល100,000ឆ្នាំមុន ចឹងខ្ញុំសួរ How old is ហ្វុងស៊ុយ បច្ចុប្បន្ននេះដកដង្ហើមអត់ ជីវិតគឺត្រូវការ ចា ចោលដកដង្ហើម យើងញ៉ាំទឹកទេ ចា ញ៉ាំ ហ្វងនេះគឺខ្យល់ស៊ុយនេះគឺទឹកនិយាយពីចរន្តខ្យល់ហើយនឹងទឹកចឹងវានៅជាមួយនឹងធម្មជាតិរបស់យើងយូរលង់មកហើយគ្រាន់តែយើងប្រើពាក្យហ្វងស៊ុយទេតែមែនទេយើងត្រូវការខ្យល់ដង្ហើមល្អហើយរៀបបរិយាកាសក្នុងផ្ទះរបស់យើងឲ្យមានខ្យល់ដង្ហើមល្អ បាទ ឲ្យ fresh អាហ្នឹងហើយគឺហ្វុងស៊ុយយើងគ្រាន់តែដកពាក្យហ្វុងស៊ុយភាសាចិនហ្នឹងចេញមកយើងដកដង្ហើមហ៎រៀបចរន្តខ្យល់ ហ្វុងស៊ុយដូចចក្រវាឡដូចផែនដី ចាអត់ជឿលើហ្វុងស៊ុយមិនបាច់ដកដង្ហើមទេ បាទគូចម្លើយនឹងស្រួលយល់មែនតើ ចាពួកអីចុងបីយើងនេះស្អាតតែហ្វុងស៊ុយទាំងអស់ពួកអីដោយសារអីហ៎វាចរន្តអាខ្យល់ត្រជាក់ហ្វុងស៊ុយគឺខ្យល់ត្រជាក់ខ្យល់ហើយនឹងទឹក ដែលមិនអាចខ្វះបាន ចាអញ្ចឹងបើយើងអត់ដកដង្ហើមយើង អត់មានជីវិត នៅក្នុងដីដល់តែហ្នឹងចឹងអញ្ចឹងបើសិនជាករណីយើងអត់ញ៉ាំទឹកស្លាប់ ចា តែការរៀបហ្វុងស៊ុយបានន័យថារៀបចរន្តខ្យល់ឲ្យមានផាសុកភាពឲ្យល្អចូលតាមទិសល្អខ្យល់យើងខ្យល់មិនបរិសុទ្ធខ្យល់ឆ្អេះឆ្អាបធ្វើឲ្យយើងមានបញ្ហាសុខភាពធ្វើឲ្យយើងសតិអារម្មណ៍យើងអត់ល្អគិតអ្វីដែលមិនល្អគិតអ្វីដែលខុសអញ្ចឹងបើសិនជាឧទាហរណ៍យើងចូលនៅក្នុងផ្ទះនេះមួយបន្ទប់នេះមួយចូលមកពឹបក្លិនឆ្អេះឆ្អាបសួរតែអារម្មណ៍យើងចង់នៅហ៎ហើយបើយើងនៅសួតយើងល្អអត់នៅពេលយើងដកដង្ហើមខ្យល់ដែលមានតែមេរោគចូលទៅវាទៅប៉ះស្អីខ្លះក្នុងខ្លួនយើងចឹងគេថាផ្ទះដែលមានអស់ហុងស៊ុយអត់ល្អធ្វើឲ្យអ្នកនឹងឈឺដោយសារអីដោយសារខ្យល់ចរន្តខ្យល់របស់គាត់នឹងឯងតែមិនល្អចឹងចរន្តខ្យល់យើងបែងចែកមកពីទិសណាហេមកពីទិសណាស៊ុយហើយចរន្តខ្យល់ខ្លះគឺមកពីបរិស្ថានជុំវិញខ្លួនយើងដូចជាទឹកស្អុយចាប្រគុណយើងរបស់យើងប្រើប្រាស់នេះក្លិនឆ្អែតឆ្អាបរបស់យើងដែលយើងរៀបបាត់ចេះរៀបចំផ្ទះហ្នឹងគឺមកពីនឹងដូចគ្នាចាចឹងគេគាត់ទៅចូលផ្ទះគេដឹងថាអ្នកហ្នឹងរស់ស៊ីខុសច្បាប់ឬរស់ស៊ីស្របច្បាប់ បាទ ចឹងហ្នឹងមានសុខភាពល្អឬអត់សុខភាពល្អសុខភាពគឺក៏មានជំងឺគេដឹងដោយសារអីគេកណនាតាមហ្នឹងចាអាហ្នឹងគឺមកពីហ្វុងស៊ុយតែយើងអត់ដឹងគេថាខ្ញុំមិនជឿហ្វុងស៊ុយព្រោះខ្ញុំរស់ស៊ីមានទទួលស្គាល់បើយើងនៅកន្លែងត្រូវ ចា បាទ ចាចែកដល់ផ្ទះបើគាត់ទិញមកផ្ទះបើគាត់មានហ្វុងស៊ុយល្អហ្នឹងបាច់រៀបទៅអីបើគាត់ទិញរបស់ទៅដាក់ត្រូវទិសអស់ហើយហ្នឹងព្រោះហ្វុងស៊ុយគឺការដេកឲ្យត្រូវទិសហ្នឹងតាមិនមែនជាជំនឿទាំងអង្គុយឲ្យធុកសែននេះណាឲ្យធុកសែនជាជំនឿសាសនា គ្នា ជំនឿសាសនាដូចខ្មែរយើងមានព្រហ្មញ្ញសាសនាពុទ្ធសាសនាជំនឿសាសនារបស់ចិត្តមានសាសនាតោ បាទ ចាអញ្ចឹងតែយើងជឿគោរពសាសនាណាគ្រិស្តសាសនាសាសនារបស់ចិនសាសនារបស់ខ្មែរជំនឿសាសនានេះអាស្រ័យទៅលើយើងជឿលើសាសនាណាទេចាប៉ុន្តែរឿងចំណុចនេះសង្គ្រាមសាសនាវាអាចនឹងកើតឡើងដែរនៅក្នុងយុគ9ហ្នឹងចាសង្គ្រាមសាសនាចាសង្គ្រាមសាសនាសាហាវជាងសង្គ្រាមលោកទៀតចាអញ្ចឹងប្រយ័ត្នតិចប្រយ័ត្នចាព្រោះថាពេលខ្លះបើយើងបែងចែកដាច់សាសនាណាក៏ដោយយើងកុំប្រកាន់ ចាសាសនាក៏អប់រំឲ្យមនុស្ស អប់រំឲ្យមនុស្សល្អទេ ចា គ្រិស្តសាសនាក៏អប់រំឲ្យគ្រប់សាសនាចាអ៊ីស្លាមក៏ ចា អប់រំឲ្យទាំងអស់ពុទ្ធក៏ទាំងអស់អត់មានអ្នកណាទៅរៀបជឿជំនឿសាសនាទៅធ្វើអំពើអាក្រក់ អូខេ ប៉ុន្តែអាក្នុងនោះវាមានយីនហើយនឹងយ៉ាងមនុស្សលើកយកអារបស់ហ្នឹងទៅប្រើនៅក្នុងផ្លូវខុសឬផ្លូវត្រូវតែប៉ុណ្្នឹងឯងចា មិនត្រឹមតែសាសនាទេអ្នកគ្រូសូម្បីតែហុងស៊ុយក៏បង្រៀនឲ្យយើងល្អដែររស់ទៅស្អាតបាទជាមនុស្សម្នាក់ដែលមានរៀបរយបាទគឺយើងនឹងរីកចម្រើនទៅមុខវិញអរគុណច្រើនអ្នកគ្រូ